បាទសូមបគោរពនឹងជ្រាបសួរទៅដល់ពុកម៉ែបងប្អូនដែលនិយមតាមដានទស្សនានៅវិទ្យុ Channel បាទ EP បសហើយជាទីមេត្រីសូមបាច់ចុចប៊ូតុង Subscribe Like និង Share ដើម្បីទទួលបាននូវបាទអត្ថបទថ្មីគឺជាក្បួនគុនគូទូទីដែលខ្ញុំបាទតែងតែធ្វើការដកស្រង់ស្វែងរកយកមកបង្ហាញចែកជូនទៅដល់លោកអ្នកបានទស្សនាផងដែរបាទសម្រាប់ថ្ងៃនេះផងដែរលោកគ្រូក៏សូមធ្វើការជម្រាបជូននៅគឺបហោរាសាស្ត្រប្រចាំថ្ងៃដែលទូទីសម្រាប់ថ្ងៃសុក្រទី20ខែមីនាឆ្នាំ2026នេះបាទសម្រាប់ពុកម៉ែបងប្អូនដែលចង់ដឹងថាក្នុងថ្ងៃសុក្រនេះនឹងមានដួងចតារាសីនឹងមានជើងលេខប្រែប្រួលយ៉ាងណាគឺឡើងខ្ពស់ត្រដែតឬក៏ធ្លាក់ស្រុតចុះយ៉ាងណានោះក៏សូមពុកម៉ែបងប្អូនក៏ជាទស្សនិកជនមកទស្សនាជាមួយនឹងទំនាយជាមួយនឹងការបកស្រាយរបស់លោកគ្រូហៅដូចតទៅបាទតែមុននឹងធ្វើការទូទាជម្រាបផ្សព្វផ្សាយនៅជើងលេខនៅរាសីនៅឆ្នាំទាំង12នោះបាទលោកគ្រូក៏សូមធ្វើការបង្ហាញនៅក្បួនបាទមួយចំនួនដើម្បីចែកចម្លែកដើម្បីបកស្រាយទៅដល់លោកអ្នកបានទស្សនាជាដំបូងសិនសម្រាប់ក្បួនជាដំបូងគេនេះគឺត្រូវជាមួយនឹងបាទគឺបាទក្បួនបហុងសុយផងដែរបាទពាក់ព័ន្ធជាមួយនឹងក្បួនហុងស៊ុយក្នុងថ្ងៃសុក្រទី20ខែមីនា2025មួយនេះឯងក៏ឃើញថាមានបហុងស៊ុយល្អសម្រាប់បើការកាត់សក់ឲ្យកូនរបស់ពុកម៉ែបងប្អូនបាទមួយទៀតនោះគឺមានហុងស៊ុយល្អសម្រាប់បើការធ្វើពាណិជ្ជកម្មឬការធ្វើអាជីវកម្មផ្សេងបាទក៏ដូចគ្នាផងដែរមានហុងស៊ុយល្អសម្រាប់បើការបនស្រន់សុំលៀបសុំជ័យសុំផ្លែសុំការហុងស៊ុយល្អសម្រាប់បើការដឹកជញ្ជូនបើក៏ជាហុងស៊ុយល្អសម្រាប់បើការជួសជុលផ្ទះនិងហុងស៊ុយល្អសម្រាប់បើការតាំងទីលំនៅឋានថ្មីបាទអញ្ចឹងទាំងនេះគឺជាហុងស៊ុយល្អប្រចាំថ្ងៃសុក្រទី20នេះបើយើងបកមកមើលហុងស៊ុយកម្រិតមធ្យមវិញក្នុងថ្ងៃសុក្រនេះឯងក៏ឃើញថាហុងស៊ុយមធ្យមសម្រាប់បើការជីកដីចាប់ផ្ដើមសាងសង់ឬក៏ការបើកការដ្ឋានផ្សេងហុងស៊ុយមធ្យមសម្រាប់បើការសង់លំនៅឋានថ្មីផងដែរដូចគ្នាផងដែរហុងស៊ុយមធ្យមសម្រាប់បើការបើកសម្ពោធហុងស៊ុយមធ្យមសម្រាប់បើការរុះរើឬក៏ការបំផ្លិចបំផ្លាញអគារនិងហុងស៊ុយមធ្យមសម្រាប់បើការធ្វើដំណើរផ្សេងបាទអញ្ចឹងនេះគឺជាហុងស៊ុយកម្រិតមធ្យមប្រចាំថ្ងៃសុក្រត្រូវនៅថ្ងៃទី20នេះឯងបើយើងក្រឡេកមកមើលតើតើជាមួយនឹងឆ្នាំដែលឆុងវិញក្នុងថ្ងៃបើសុក្រទី20នេះក៏ឃើញថាគឺឆ្នាំបាទគឺម្សាញ់ឆុងគ្នាជាមួយនឹងឆ្នាំកុរហើយបាទប្រកបណាម្សាញ់និងកុរថ្ងៃនេះគឺឆុងគ្នាគឺប៉ះទង្គិចគ្នាគឺមានរឿងរ៉ាវមានបញ្ហាផ្សេងដែលអាចកើតមានឡើងដោយប្រការណាមួយអញ្ចឹងចូលចេះប្រយ័ត្នប្រយែងបើជិះបានជិះចោះកុំនៅចិត្តគ្នាអីនេះគឺជាការបញ្ជាក់នេះគឺជាការបកស្រាយទៅតាមក្បួនទៅតាមដំណើរសាស្ត្រសង្ឃឹមថាលោកអ្នកចេះប្រើប្រាស់បើក្បួនហុងស៊ុយនេះឲ្យត្រឹមត្រូវឲ្យស្របទៅតាមក្បួនទាំងអស់គ្នាបាទជាបន្តទៅទៀតបើលោកគ្រូក៏សូមបន្តបង្ហាញនៅក្បួនមួយទៀតនោះគឺត្រូវជាមួយនឹងគឺតើតើជាមួយនឹងក្បួនបាទយាមបក្រឡាវិញម្ដងបាទក្រឡេកមកមើលក្បួនបាយាមបក្រឡាផងដែរក្បួននេះ
cứ chỉ buôn khăn cả mới bê liệt để trâu vơ đầm na thà ta tháng ngày sọc tì mà phây mini pi pon mà phây pram mùi ni ta lúc nè cua tại tranh nằm na chom bê liệt na muối đây chỉ bê liệt lõ đây chỉ bê liệt liếp bê liệt chơi ba sầm ráp với liếp bê prật chập pi mong pram muối son son đòn mong pram bầy mà phây buồn nè ti cứ chỉ bê liệt liếp bê liệt chơi sầm ráp bê bà cứ pin pun lứចាប់ពីម៉ោង8:24នាទីទៅដល់ម៉ោង10:48នាទីគឺជាពេលវេលាគ្រោះថ្នាក់និងសម្រាប់ពេលថ្ងៃត្រង់ចាប់ពីម៉ោង10:48នាទីទៅដល់ម៉ោង1:12នាទីគឺជាពេលវេលាធម្មតានិងសម្រាប់ពេលរសៀលចាប់ពីម៉ោង1:12នាទីទៅដល់ម៉ោង3:36នាទីគឺជាពេលវេលាសេរីនិងសម្រាប់ពេលល្ងាចចាប់ពីម៉ោង3:36នាទីទៅដល់ម៉ោង6:00នោះឯងគឺជាពេលវេលាទុកសោកបាអញ្ចឹងនេះគឺជាក្បួនបាក់គឺយាមបកក្រឡាក្បួននេះមានប្រសិទ្ធភាពខ្លាំងណាស់ប្រសិនបើលោកអ្នកចេះប្រឹងប្រែងចេះអនុវត្តឲ្យស្របទៅតាមក្បួនស្របទៅតាមទំនាយប្រកបណាស់គឺនឹងទទួលបាននៅលាភជ័យទទួលបានផ្លែផ្កាទទួលបានអ្វីដែលលោកអ្នកបាទគឺសម្រេចតាមគោលដៅរបស់លោកអ្នកអញ្ចឹងចំពោះពេលវេលាល្អៗដែលស្របទៅតាមក្បួននោះរួមមានគឺស្ថិតនៅពេលព្រឹកគឺស្ថិតនៅពេលរសៀលនិងស្ថិតនៅពេលថ្ងៃត្រង់បាទព្រោះអីពេលវេលាទាំង3នេះគឺប្រកបណាស់នាំលៀបនាំជ័យនាំផ្លែនាំការហើយថែមទាំងបាទគឺអាចជួយឲ្យលោកអ្នកបាទគឺការងារដាក់ចុះដោះតាមដៃបាទគឺលុយចូលឆឹបតែម្ដងបាទសម្រាប់បាទគឺពេលវេលាល្អៗដែលក្បួនបានធ្វើការបញ្ជាក់បាទគឺបានបញ្ជាក់រួចរាល់ដោយឡែកចំពោះពេលវេលាដែលមិនល្អវិញក្នុងថ្ងៃបាទគឺសុក្រនេះរួមមានគឺស្ថិតពេលបល្ងាចគឺស្ថិតនៅពេលពេញពន្លឺបាទព្រោះអីពេលវេលាទាំងពីរនេះបាទគឺមិនគួរណាចេញដំណើរចំនោះទេប្រកបណាស់បើកាលណាចេញដំណើរចំគឺមានតែលៀបបាទគឺមានតែបាត់លៀបបាត់ជ័យហើយថែមទាំងបំបត្តិនៅបាទគឺភ័ព្វសំណាងល្អទៅវិញអញ្ចឹងសង្ឃឹមថាជិះបានជិះចោះបាទព្រោះអីជាពេលវេលានាំគ្រោះនាំទុកនាំសោកតែប៉ុណ្ណោះបាទអញ្ចឹងលោកគ្រូក៏សូមបន្តបង្ហាញជម្រាបផ្សព្វផ្សាយបាទគឺជម្រាបនៅក្បួនបន្តទៀតដែលជាក្បួនពិសេសដូចគ្នាដែរនោះគឺត្រូវជាមួយនឹងក្បួនក្នុងកាលមើលទិសទាំង8បាទវាព័ន្ធជាមួយនឹងក្បួនក្នុងការមើលទិសទាំង8ប្រចាំថ្ងៃសុក្រទី20មីនា2025មួយនេះប្រកបណាស់ថ្ងៃសុក្រគឺមានកម្លាំងគឺ21ដង្ហើមរស់គឺទិសស្ថិតនៅទិសអាគ្នេយ៍គឺទិសជ្រុងខាងកើតបាទដូច្នេះហើយពុកម៉ែបងប្អូនទាំងអស់គ្នាមុនពេលធ្វើដំណើរទៅបំពេញកិច្ចការងារប្រចាំថ្ងៃមិនថាដំណើរជិតដំណើរឆ្ងាយកិច្ចការងារសំខាន់ឬមិនសំខាន់នោះឡើយគឺតម្រូវពុកម៉ែបងប្អូនត្រូវត្បាញមុខទៅរកទិសដែលជាដង្ហើមរស់ប្រចាំថ្ងៃនេះជាមុនសិនគឺទិសបាក់អាគ្នេយ៍នេះជាមុនសិនរួចសឹមចេញដំណើរទៅបំពេញកិច្ចការងារតាមក្រចកបើកាលណាដែលពុកម៉ែបងប្អូនធ្វើការបាយមុខទៅរកទិសអាគ្នេយ៍នេះរួចហើយក៏មានន័យថាពុកម៉ែបងប្អូនគឺបានបំពេញនូវកាតព្វកិច្ចមួយដ៏សំខាន់ដោយបានស្រូបយកនៅធម៌ពលដោយបានស្រូបយកនៅសេរីសុស្ដីស្រូបយកនៅរឿងល្អៗស្រូបយកនៅឫទ្ធិអំណាចស្រូបយកនៅកម្លាំងដ៏អស្ចារ្យក្នុងការការពារនិងថែរក្សាដល់កិច្ចការងាររបស់ពុកម៉ែបងប្អូនអញ្ចឹងក្បួននេះឃើញថាអស្ចារ្យណាស់បាទគឺមានប្រសិទ្ធភាពខ្លាំងណាស់សង្ឃឹមថាលោកអ្នកចេះប្រើប្រាស់និងអនុវត្តឲ្យស្របទៅតាមក្បួនទាំងអស់គ្នាបាទជាបន្តទៅទៀតលោកគ្រូក៏សូមបន្តបង្ហាញនៅក្បួនបន្តទៀតគឺត្រូវជាមួយនឹងគឺក្បួនហោរាសាស្ត្រប្រចាំថ្ងៃបាទក្រឡេកមកមើលហោរាសាស្ត្រប្រចាំថ្ងៃចំពោះពុកម៉ែបងប្អូនដែលកើតនៅក្នុងឆ្នាំជាដំបូងគេនេះគឺត្រូវជាមួយនឹងឆ្នាំបិជូតរាសីក្នុងថ្ងៃសុក្រទី20មីនា2025មួយនេះជូតធាតុទឹកជូតពងទេវតាប្រុសយករាសីរបស់លោកអ្នកក៏ឃើញថាគឺខ្ពស់ត្រដែតត្រដឹមបាទការរស់នៅក្នុងថ្ងៃនេះ
បើលោកអ្នកសម្រេចចិត្តរឿងអ្វីមួយបានល្អនោះផលដែលឆ្លើយតបមកវិញគឺគ្រាន់ដូចជាទីគប់បំណងត្រឡប់មកវិញជានិច្ចចំពោះកិច្ចការងារការប្រកបកិច្ចការងាររបស់លោកអ្នកក៏បីមានការធ្វើឲ្យពេញទំហឹងនោះនឹងទទួលបាននៅផ្លែផ្កាដូចជាទីពេញចិត្តជាពុំខានដោយឡែកសម្រាប់ការធ្វើជំនួញបើការធ្វើជំនួញបានប្រែប្រួលមកល្អប្រសើរបន្តិចវិញហើយបើចង់សាឡបងបើមុខរបរថ្មីក៏ជាពេលវេលាល្អប្រពៃផងដែរដោយឡែកចំពោះសេចក្តីស្នេហាប្រុសស្រីបើកំឡោះក្រមុំពោះម៉ៃក្តីក្នុងពេលនេះបើទោះបីជាមានអ្នកក្រៅចង់មកបំបាច់បំបាក់ពុំមានបញ្ហាចោតនោះទេបាទអញ្ចឹងនេះគឺជាជើងលេខនេះគឺជារាសីរបស់លោកអ្នកដែលកើតនៅក្នុងឆ្នាំជូតណាបាទជាបន្តទៅទៀតលោកគ្រូក៏សូមបន្តបង្ហាញនៅជើងលេខនៅរាសីនៅឆ្នាំបន្តទៀតគឺត្រូវជាមួយនឹងពុកម៉ែបងប្អូនដែលកើតឆ្នាំឆ្លូវវិញម្ដងក្រឡេកមកមើលឆ្នាំឆ្លូវរាសីក្នុងថ្ងៃសុក្រទី20មីនា2026នេះប្រកបណាឆ្នាំឆ្លូវធាតុដីឆ្នាំឆ្លូវមានពងគឺបំមនុស្សប្រុសយករាសីរបស់លោកអ្នកក៏ឃើញថាគឺខ្ពស់ត្រដែតត្រដើមបាទប្រកបណាការរស់នៅរបស់លោកអ្នកធ្លាប់តែតានតឹងក៏ត្រូវបានផ្លាស់ប្ដូរមកធូរស្រាលហើយបញ្ហាខ្លះអាចដោះស្រាយបានយ៉ាងធូរទៅទៀតចំពោះកិច្ចការងារក្នុងថ្ងៃនេះផងដែរក៏ប្រកបផលល្អៗសម្រាប់លោកអ្នកសម្រាប់កិច្ចការងារនិងបញ្ហាប្រកាសក៏ព្រោះថាផលល្អៗតែងតែឆ្លើយតបមកវិញជានិច្ចការធ្វើជំនួញផ្ដល់ផលល្អៗសម្រាប់បានអ្នកដំណើរការរកស៊ីជួញដូរអ្វីមួយក៏ព្រោះថាផលដែលឆ្លើយតបនឹងគ្រាន់ជាទីគប់ប្រសើរដោយឡែកចំពោះតកតឹងជាមួយនឹងសេចក្តីស្នេហាប្រុសស្រីមានការរីកលូតលាស់ទៅមុខនិងកំពុងតែបើកទំព័រថ្មីសម្រាប់លោកអ្នកហើយបាទអញ្ចឹងទាំងអស់នេះគឺជាយោរាសីទាំងអស់នេះគឺជាជើងលេខរបស់លោកអ្នកដែលកើតឆ្នាំឆ្លូវណាបាទជាបន្តទៅទៀតលោកគ្រូក៏សូមបន្តប្រកាសទូទីជម្រាបផ្សព្វផ្សាយនៅយោរាសីនៅជើងលេខជូនចំពោះឆ្នាំបន្តទៀតគឺត្រូវជាមួយនឹងលោកអ្នកដែលកើតឆ្នាំខាលវិញម្ដងរាសីចំពោះឆ្នាំខាលរាសីក្នុងថ្ងៃសុក្រទី20មីនា2026នេះខាលធាតុឈើខាលពងយៈស្រីយោរាសីរបស់លោកអ្នកក៏ឃើញថាគឺធ្លាក់ស្រុតចូលការរស់នៅលោកអ្នកងាយទទួលរងនៅការបាតុកិច្ចជាមួយនឹងអ្នកដទៃណានិងពិសេសមិនត្រូវសម្រេចចិត្តរឿងសំខាន់អ្វីមួយនោះឡើយចំពោះកិច្ចការងារនៅក្នុងថ្ងៃនេះបើទោះបីដួងចិត្តរាសីមិនសូវជាល្អបើគឺធ្លាក់ស្រុតចុះក៏ពិតមែនតែបើមានការប្រឹងប្រែងកិច្ចការងារក៏មានការលូតលាស់ទៅមុខគួរសមហើយការធ្វើជំនួញសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានបញ្ហាមិនល្អក៏ដូចជាមានផលប៉ះទង្គិចមួយចំនួនដែលចូលយាយីហេតុនេះទោះធ្វើអ្វីត្រូវមានចិត្តអត់ធ្មត់ហើយធ្វើមិនដឹងមិនលឺចំពោះរឿងខ្លះទៅជាការល្អប្រសើរដោយឡែកចំពោះសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំមានការប្រឆាំងនិងប្រទាំងប្រទើសចំពោះគ្នាច្រើនបាទអញ្ចឹងនេះគឺជាជើងលេខនេះគឺជារាសីរបស់លោកអ្នកដែលកើតឆ្នាំខាលណាបាទជាបន្តទៅទៀតលោកគ្រូក៏សូមបន្តទូទាជម្រាបនៅយុរាសីជើងលេខជូនចំពោះឆ្នាំបន្តទៀតគឺត្រូវជាមួយនឹងឆ្នាំថោះវិញម្ដងប្រកបណាចំពោះឆ្នាំថោះរាសីក្នុងថ្ងៃសុក្រទី20ត្រូវនឹងខែមីនាខែ3 2026នេះឯងឆ្នាំថោះទៀតជើឆ្នាំថោះពងបើមនុស្សស្រីយោរាសីរបស់លោកអ្នកឃើញថាល្អជាមធ្យមនោះទេការរស់នៅរបស់លោកអ្នកក្នុងពេលនេះលោកអ្នកបាទឃើញថាឱកាសល្អមួយចំនួនបានឈានជើងចូលមកដល់ហេតុនេះលោកអ្នកត្រូវបើគឺរវិះរវៃប្រញាប់ប្រញាល់ដៃជើងបន្តិចពីព្រោះថាពេលវេលាល្អមានមិនច្រើននោះឡើយហើយក៏មិនចាំអ្នកផងដែរដោយឡែកចំពោះបកិច្ចការងារបើទោះបីធ្វើអ្វីក៏ដោយត្រូវគិតឲ្យបានគ្រប់ជ្រុងជ្រោយនោះទៅមិនជួបរឿងបាត់រាវត្រូវចាញ់បោកគេដោយប្រការណាមួយ
ដោយឡែកការធ្វើជំនួញសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវមានទំនាក់ទំនងល្អជាមួយនឹងក្រុមមនុស្សជុំវិញខ្លួនឲ្យបានច្រើនព្រោះអាចទាញផលប្រយោជន៍មកវិញណាមួយមកវិញផងដែរបាទដោយឡែកតេតិនជាមួយនឹងសេចក្តីស្នេហាប្រុសស្រីកុំក៏បីយកភាពប្រចែប្រចានដាក់ខ្លួនច្រើននាំតែភាគីម្ខាងទៀតកើតការធុញទ្រាំងាកចិត្តរេបាទអញ្ចឹងទាំងនេះគឺជាខ្លឹមសារនៃរាសីខ្លឹមសារនៃជើងលេខជូនចំពោះលោកអ្នកដែលកើតឆ្នាំថោះណាបាទជាបន្តទៅទៀតលោកគ្រូក៏សូមបន្តប្រកាសទូទីជម្រាបនៅយុរស័យជើងលេខជូនចំពោះឆ្នាំបន្តទៀតគឺត្រូវជាមួយនឹងពុកម៉ែបងប្អូនបាទដែលកើតនៅក្នុងឆ្នាំបាទគឺរោងវិញម្ដងបាទក្រឡេកមកមើលឆ្នាំរោងផងដែររាសីក្នុងថ្ងៃសុក្រទី20ខែមីនាឆ្នាំ2025មួយនេះប្រកបណាឆ្នាំរោងដោយសារតែមានបាទគឺធាតុមាសដោយសារតែមានពងទេវតាប្រយករាសីរបស់លោកអ្នកក៏ឃើញថាគឺមិនសូវជាល្អប្រសើរប៉ុន្មាននោះដែរគឺធ្លាក់ស្រុតចុះថ្ងៃនេះលោកអ្នកឲ្យប្រយ័ត្នគ្រោះយាយីណាមួយនៃការធ្វើដំណើរនៃការដែលត្រូវឆ្លងកាត់ដោយប្រការណាមួយចំពោះកិច្ចការងារដំណើរជីវិតមិនជាល្អប្រសើរទេម្ល៉េះហើយការប្រកបការងាររបស់លោកអ្នកក៏បីចាត់ចែងកិច្ចការងារចាស់ឬក៏កិច្ចការងារនៅសេសសល់ពីមុនមកក៏កាន់តែល្អប្រសើរហើយការធ្វើជំនួញអ្នកប្រកបរបររកស៊ីជួញដូរលៀបតូចធំពុំសូវមានសម្បូរទេព្រោះបើមិនបោលហួរក៏ត្រូវអ្នកដតីដណ្ដើមយកអស់មុនផងដែរដោយឡែកតេតិនជាមួយនឹងសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំពូម៉ែក្តីកើតមានតែពីប្រទាំងប្រទើព្រោះតែម្នាក់ប្រកាន់ចិត្តខ្លាំងរៀងខ្លួនបាទអញ្ចឹងនេះគឺជាជើងលេខនេះគឺជាយុរស័យរបស់លោកអ្នកដែលកើតឆ្នាំរោងណាបាទលោកគ្រូក៏សូមបន្តប្រកាសទូទីជម្រាបផ្សព្វផ្សាយនៅយុរស័យជើងលេខជូនចំពោះឆ្នាំបន្តទៀតគឺត្រូវជាមួយនឹងលោកអ្នកដែលកើតឆ្នាំម្សាញ់វិញម្ដងប្រកបណាឆ្នាំម្សាញ់រស័យក្នុងថ្ងៃបើសកទី20មីនា2025មួយនេះម្សាញ់ធាតុភ្លើងម្សាញ់ពងបំមនុស្សប្រុសយុរស័យរបស់លោកអ្នកឃើញថាខ្ពស់ត្រដាច់ត្រដឹមដំណើរជីវិតរបស់លោកអ្នកថ្ងៃនេះឃើញថាមានការជឿនលឿនទៅមកហើយធ្វើអ្វីតែងតែផ្ដល់ផលល្អមកវិញផងដែរចំពោះកិច្ចការងារការប្រកបកិច្ចការងាររបស់លោកអ្នកមិនត្រូវទុកពេលវេលាល្អចោលដោយឥតប្រយោជន៍នោះឡើយហើយត្រូវចងចាំថាធ្វើច្រើនទទួលផលច្រើនធ្វើតិចទទួលផលតិចទៅតាមនោះជាពំខានដោយឡែកការធ្វើជំនួញអ្នកប្រកបរបររកស៊ីជួញដូរបើចង់បើករបរថ្មីឬក៏ផ្លាស់ប្ដូរមុខរបរទីកន្លែងលក់ដូរក៏ផ្ដល់ផលល្អប្រពៃផងដែរដោយឡែកចំពោះសេចក្តីស្នេហាប្រុសស្រីវិញនោះបើឃើញថាពេលវេលានេះបើលោកអ្នកចង់ស្ពានមានមេត្រីឬក៏ចង់ចូលស្ដីដណ្ដឹងនរណាម្នាក់ក៏ជាពេលវេលាល្អប្រពៃបាទអញ្ចឹងទាំងនេះគឺជាជើងលេខទាំងនេះគឺជារាសីរបស់លោកអ្នកដែលកើតនៅក្នុងឆ្នាំម្សាញ់ណាបាទជាបន្តទៅទៀតលោកគ្រូក៏សូមបន្តប្រកាសបន្តជម្រាបនៅជើងលេខនៅយុរស័យជូនចំពោះឆ្នាំបន្តទៀតគឺត្រូវជាមួយនឹងឆ្នាំមមីវិញម្ដងចំពោះឆ្នាំមមីរាសីក្នុងថ្ងៃបើគឺសុក្រទី20មីនា2025មួយនេះមមីធាតុភ្លើងមមីពងទេវតាស្រីយុរស័យរបស់លោកអ្នកឃើញថាធ្លាក់ស្រុតចុះថ្ងៃនេះដោយសារតែដួងចិត្តរាសីមិនសូវជាល្អប្រសើរប៉ុន្មាននោះឡើយហើយមិនផ្ដល់ផលល្អក្នុងការសម្រេចចិត្តរឿងសំខាន់ឬក៏ការចុះកិច្ចសន្យាក្នុងរឿងអ្វីមួយនោះទេចំពោះកិច្ចការងារការប្រកបកិច្ចការងាររបស់លោកអ្នកក៏បីបន្ថែមការប្រុងប្រយ័ត្នបន្តិចពីព្រោះថាផលអាក្រក់ងាយកើតឡើងត្រូវឆ្លងកាត់ផងដែរដោយឡែកការធ្វើជំនួញសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់តិចតួចតែយ៉ាងណាការជួញទីចិត្តឆ្ងាយការរកផលកម្រៃនោះទោះមិនច្រើនក៏ពិតមែនក្តីក៏តែងតែមានភាពសុខដុមគួរជាទីកក់ក្ដៅរាបញ្ហាស្នេហាប្រុសស្រីកំឡោះក្រមុំឃើញថាក៏មានបច្ចិតរេដូចចុងស្រល់ប្រយ័ត្នកម្មពីវាឆ្លងម្ដងម្នាក់វិញណាបាទអញ្ចឹងទាំងនេះ
គឺជាទំនារាសីទំនាជើងលេខរបស់លោកអ្នកដែលកើតនៅក្នុងឆ្នាំមមីនាបាទជាបន្តទៅទៀតលោកគ្រូក៏សូមបន្តទូទាជម្រាបនៅយករាសីជើងលេខចំពោះឆ្នាំបន្តទៀតគឺត្រូវជាមួយនឹងឆ្នាំមម៉ែរាសីក្នុងថ្ងៃសុក្រទី20មីនា2026នេះមម៉ែធាតមាសមម៉ែពងទេវតាស្រីយករាសីរបស់លោកអ្នកក៏ឃើញថាគឺល្អជាមធ្យមនោះទេដំណើរជីវិតរបស់លោកអ្នកមានភាពងាយផុយស្រួយចំនួនវិវាទណាស់ហេតុនេះបើមានចំនួនវិវាទណាមួយកើតឡើងដាច់ខាតមិនត្រូវយកកំហឹងទល់ជាមួយនឹងកំហល់នោះទេបើមិនដូច្នោះអាចជួបបញ្ហាអាក្រក់កើតឡើងនាំត្រូវរែកពុនផលលំបាកនៅពេលក្រោយតែប៉ុណ្ណោះចំពោះកិច្ចការងារបើការប្រកបកិច្ចការងារចំពោះស្ត្រីចូលប្រយ័ត្នជួបរឿងសួយជន់លើសួយដោយប្រការណាមួយហើយចំពោះការធ្វើជំនួញអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីចិត្តឆ្ងាយការរកផលកម្រៃមានការហូរចូលមួយគ្រាន់បំពេញបំពង់តែបើចង់ធ្វើចំនួនធំនោះឃើញថាមិនសូវជាសមដោយប្រកបប៉ុន្មាននោះឡើយគប្បីមានការប្រយ័ត្នប្រយែងដោយឡែកពាក់ព័ន្ធជាមួយនឹងសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំពូម៉ៃក្តីមានភាពផ្អែមល្ហែមនិងមានភាពស្រស់ស្រាយប្រៀបដូចជាត្រីក្នុងទឹកនារដូវខែវស្សាបាទអញ្ចឹងចំពោះទាំងអស់នេះគឺជាជើងលេខចំពោះទាំងអស់នេះគឺជារាសីរបស់លោកអ្នកដែលកើតឆ្នាំមម៉ែណាបាទជាបន្តទៅទៀតលោកគ្រូក៏សូមបន្តទូទាជម្រាបនៅយករាសីជើងលេខចំពោះឆ្នាំបន្តទៀតគឺត្រូវជាមួយនឹងឆ្នាំវកវិញម្ដងចំពោះឆ្នាំវករាសីក្នុងថ្ងៃសុក្រទី20មីនា2026នេះវកធាតដែកវកពងយៈប្រុសយករាសីរបស់លោកអ្នកក៏ឃើញថាគឺល្អជាមធ្យមនោះទេបាទនៅក្នុងថ្ងៃនេះមុនពេលសម្រេចចិត្តអ្វីមួយលោកអ្នកតោងតែងតែគិតពិចារណាឲ្យបានល្អពីព្រោះថាបើកាលណាសម្រេចចិត្តបើត្រូវនោះគឺផលល្អក៏តែងតែឆ្លើយតបមកវិញជានិច្ចប៉ុន្តែបើសម្រេចចិត្តដែលខុសវិញនោះផលអាក្រក់ក៏តែងតែផ្ដល់មកវិញទៅតាមនោះជាក់ជាពុំខានដោយឡែកចំពោះកិច្ចការងារសម្រាប់បើកិច្ចការងារពុំឃើញមានអ្វីប្រែប្រួលប្ដូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺវៃដោយសពមួយដងហើយការធ្វើចំនួនក្នុងរយៈពេលនេះមានការធ្វើចំនួនតូចធំលោកអ្នកក៏ជួបនៅបើបញ្ហាស្មុគស្មាញច្រើនហើយពិសេសទំនិញបើគឺជួញដូរអ្នកខ្លះគឺបញ្ចេញមិនចេញទៅទៀតចំពោះបញ្ហាស្នេហាប្រុសស្រីក៏ជួបរឿងការរាវរកម្មរកោច្រើនហើយបើមានស្នាមប្រេះស្រាំផងដែរនោះគឺងាយនឹងបែកបាក់ជាងសពមួយដងបាទអញ្ចឹងទាំងអស់នេះគឺជារាសីទាំងអស់នេះគឺជាជើងលេខរបស់លោកអ្នកដែលកើតឆ្នាំវកណាបាទជាបន្តទៅទៀតលោកគ្រូក៏សូមបន្តប្រកាសទូទាជម្រាបនៅយករាសីជើងលេខជូនចំពោះឆ្នាំបន្តទៀតគឺត្រូវជាមួយនឹងឆ្នាំរកាវិញម្ដងពាក់ព័ន្ធជាមួយនឹងឆ្នាំរការាសីក្នុងថ្ងៃសុក្រទី20ខែមីនា2025នេះរកាធាតដែករកាពងយៈប្រុសយករាសីរបស់លោកអ្នកក៏ឃើញថាគឺខ្ពស់ត្រដែតត្រដើមប្រកបណាការរស់នៅរបស់លោកអ្នកប្រផលល្អសម្រាប់លោកអ្នកប្រកបកិច្ចការងារទាក់ទងនឹងបញ្ហាប្រកាសឬក៏ការសម្រេចចិត្តក្នុងការធ្វើកិច្ចសន្យាអ្វីមួយផងដែរចំពោះកិច្ចការងារការប្រកបកិច្ចការងារមិនថាបើគឺជាចៅហ្វាយនាយឬក៏កូនចៅតែងតែជួបនៅបើគឺជំរុញកិច្ចការងារឲ្យបើរីកចម្រើនលូតលាស់ទៅមុខទៅទៀតដោយឡែកការធ្វើជំនួញអ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកបើមានគម្រោងការធ្វើអ្វីតែងតែជាកិច្ចការងារសំខាន់អាចចាប់ផ្ដើមបានហើយព្រោះផ្លែផ្កាដែលហុចមកវិញនោះគឺតែងតែសមដូចជាទីគប់ចិត្តដោយឡែកចំពោះសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំពូម៉ែក្តីមានភាពផ្អែមល្ហែមដូចជាទឹកឃ្មុំអញ្ចឹងបាទចឹងនេះគឺជាទំនារាសីជើងលេខចំពោះលោកអ្នកដែលកើតឆ្នាំរកាណាបាទជាបន្តទៅទៀតលោកគ្រូក៏សូមបន្តជម្រាបផ្សព្វផ្សាយនៅយករាសីជើងលេខជូនចំពោះឆ្នាំបន្តទៀតគឺត្រូវជាមួយនឹងពុកម៉ែបងប្អូនដែលកើតឆ្នាំចវិញម្ដង
ចំពោះឆ្នាំចរិស័យក្នុងថ្ងៃសុក្រទី20មីនា2025នេះចធាតុដីចពងយៈស្រីយោរិស័យរបស់លោកអ្នកក៏ឃើញថាធ្លាក់ស្រុតចថ្ងៃនេះលោកអ្នកឲ្យប្រយ័ត្នការរឿងរ៉ាវចំនួនវៀតណាមមួយព្រោះតែពាក្យសម្ដីឥតបានការដោយប្រការណាមួយចំពោះកិច្ចការងារចំពោះការប្រកបកិច្ចការងារទាំងបរិសុទ្ធទាំងស្ត្រីលោកអ្នកបើធ្វើអ្វីតែងតែបើកើតរឿងរ៉ាវតបប្រមល់និងមានរឿងរ៉ាវរកម្មចិត្តក៏ច្រើនហើយការធ្វើចំនួនអ្នកប្រកបរបររកស៊ីជួញដូរកុំគប់បីលុបលន់ទិញរបស់របរទុកច្រើនពេកបាទនោះឡើយព្រោះផ្លែផ្កាដែលហុចមកវិញគឺមិនដូចជាទីគប់ចិត្តប៉ុន្មាននោះទេដោយឡែកចំពោះសេចក្តីស្នេហ៍ប្រុសស្រីកំឡោះក្រមុំមានការប្រើប្រួលប្រផ្លាស់ព្រោះជួនត្រូវរើគ្នាព្រោះជួនពាក់មុខយ៉ាដាក់គ្នាឬក៏កើតការប្រចែកប្រច័ណ្ឌដោយប្រការណាមួយបាទអញ្ចឹងទាំងអស់នេះគឺជាជើងលេខទាំងអស់នេះគឺជារាសីរបស់លោកអ្នកដែលកើតឆ្នាំចណាបាទជាបន្តទៅទៀតលោកគ្រូក៏សូមបន្តទូទាជម្រាបនៅយុរាសីជើងលេខជូនចំពោះឆ្នាំបន្តទៀតគឺត្រូវជាមួយនឹងលោកអ្នកដែលកើតនៅក្នុងគឺឆ្នាំបកុលវិញម្ដងសម្រាប់ឆ្នាំកុលរាសីក្នុងថ្ងៃសុក្រទី20មីនា2025នេះកុលដោយសារតែមានទឹកដោយសារតែមានពងគឺបើមនុស្សស្រីយុរាសីរបស់លោកអ្នកឃើញថាល្អជាមួយខ្ញុំនោះទេការរស់នៅដោយសារតែដំណើរជីវិតជួបលើកំណាត់ផ្លូវរដែកប្រដប់ច្រើនបន្តិចម្ល៉េះហើយធ្វើឲ្យលោកអ្នកជួបនៅបញ្ហាលំបាកផ្លូវចិត្តនិងងាយកើតរឿងរ៉ាវប៉ះទង្គិចណាស់ដោយឡែកចំពោះកិច្ចការងារថ្ងៃនេះបើទោះបីប្រកបកិច្ចការងារអ្វីក៏ដោយតោងតែងប្រយ័ត្នប្រយែងកុំប្រើអារម្មណ៍ឈ្នានីសច្រើននោះផ្លែផ្កាដែលទទួលបានជោគជ័យគឺគ្រាន់បើជាក់ជាពុំខានដោយឡែកការធ្វើជំនួញសម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរក៏ជួបលើបញ្ហាប្រទាំងប្រទើបន្តិចហើយផលកម្រៃគឺសោតក៏ហូរចូលដោយតានតឹងណាស់ដោយឡែកចំពោះសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំឬក៏ពូម៉ៃម៉ែក្តីក៏មានការចាប់កំហុសគ្នាព្រោះតែភាពបើចង់ចាញ់ចង់ឈ្នះគ្នាច្រើនក្នុងពេលនេះបាទអញ្ចឹងទាំងអស់នេះគឺជាយុរាសីទាំងអស់នេះគឺជាជើងលេខរបស់លោកអ្នកដែលកើតឆ្នាំកុលណាបាទសម្រាប់បាកាគុណគូទូទីនៅជើងលេខនៅយុរាសីនៅឆ្នាំទាំង12ដែលទូទីសម្រាប់ថ្ងៃសុក្រទី20មីនា2026នៅពេលនេះក៏ត្រូវបានបញ្ចប់ផងដែរចឹងសូមពុកម៉ែបងប្អូនដែលនិយមតាមដានទស្សនានៅ Channel Episode នោះក៏សូមជួយចុចប៊ូតុង Subscribe Like និង Share ដើម្បីទទួលបាននៅគឺចំណេះដឹងថ្មីក្បួនគុណគូទូទីពិសេសគឺហោរាសាស្ត្រជារៀងរាល់ថ្ងៃផងដែរពីខ្ញុំបាទក៏សូមអរគុណនិងសូមជម្រាបលាវិលមកជួបគ្នានឹងបាទគឺអត្ថបទនិងជើងលេខសម្រាប់ថ្ងៃស្អែកបន្តទៀតសូមអរគុណសូមជម្រាបលា